ថ្ងៃនេះខ្ញុំមានម្ហូបឆាម្ទេសផ្លោកយើងហ្នឹងតែខ្ញុំទិញអត់បានពណ៌ខៀវទេខ្ញុំទិញបានពណ៌ក្រហមហើយនឹងពណ៌លឿងចាហើយម្ទេសហ្នឹងវារាងផ្អែមគេហៅ sweet bell pepper តែខ្ញុំយកមកឆាហើយជាដំបូងខ្ញុំបានលីងសាច់ដាក់ខ្ទឹមហើយម្លីងសាច់ហើយខ្ញុំបានដាក់ម្សៅស៊ុបហើយនឹងអំបិលបន្តិចហើយនឹងប្រេងខ្យងចាខ្ញុំបានដាក់ហើយឆាវាឲ្យសព្វឲ្យចូលជាតិជាមួយនឹងសាច់ជាមួយនឹងគ្រឿងនឹងឲ្យចូលជាតិបន្ទាប់មកទៀតខ្ញុំក៏បានហាន់ម្ទេសហាន់អីរួចហើយក៏បានដាក់ម្ទេសចូលម្ទេស bell pepper ហ្នឹងដាក់ចូលហើយឆាវាឲ្យចូលជាតិជាមួយនឹងម្ទេសជាមួយនឹងសាច់នឹងអីរួចហើយខ្ញុំក៏បានភ្លក់មើលថាតើសាច់ហ្នឹងនិងម្ទេសហ្នឹងចូលជាតិនិងរសជាតិដែលខ្ញុំចង់បានហើយបងប្អូនអាចដាក់តាមរសជាតិដែលបងប្អូនចង់បានប្រៃផ្អែមឬអីដែលបងប្អូនចង់បានតែខ្ញុំរសជាតិខ្ញុំប៉ុណ្ណឹងល្មមហើយជាចុងក្រោយខ្ញុំក៏បានដាក់ស្លឹកខ្ទឹមរោយចូលឆាវាមកត្រឡប់ទៀតទៅហើយបិទភ្លើងចាអរគុណជម្រាបលាបងប្អូន